លោកម្ចាស់ជំនាញរបស់នាងបង្ហោះដ្រូនរង្វាន់ដ្រូនពួកអូនទាំងអស់គ្នាបងរកឃើញប្រពន្ធមួយទៀតហើយគឺព្រះនាងហ្វុងសូននឹងហើយអនាគតប្រពន្ធតាហេតុអីបានជាខ្ញុំតែកន្លែងណាគឺតែងតែជួបលោកអញ្ចឹងបងស្រីយូស៊ីពួកយើងគួរតែធ្វើអ្វីម្យ៉ាងទៅព្រោះមានមនុស្សចាំមើលពួកយើងច្រើនណាស់ហើយបើសិនជានគររបស់យើងចាញ់នោះណាហើយខ្មាស់គេងាប់ហើយនគរហ្វូស៊ូរបស់នាងមានអំណាចបន្តិចតួចហេតុអីក៏ឆ្លើយយ៉ាងនេះកុំស្មានតែយើងខ្លាចអ្នកនិយាយមកតើចង់ប្រកួតយ៉ាងម៉េចពេលជាការងាយតែប៉ុណ្ណោះមុនពេលមេងងឹតតាមនុស្សទាំងអស់នៅនគរដល់ចៅនេះបើសិនជានរណាម្នាក់យកឈ្នះនគរហ្វូស៊ូរបស់យើងបាននោះហើយគឺត្រូវប្រកួតជាមួយបូវ៉ៃភៀនឈិញហុងប៉ៅសាំងហ្វុងហើយនឹងហេងកៀងបើសិនជាអាចឈ្នះគេទាំង4នេះនគររបស់យើងនឹងដកតបទៅវិញភ្លាមហើយចុះបើសិនជាយើងមិនឈ្នះបើសិនជានាងមិនឈ្នះចឹងសូមជូនពាក្យប្រពីម៉ាត់ទៅព្រះរាជានគររបស់នាងថាជនជាតិអាស៊ីខ្សោយសមត្ថភាពជនជាតិអាស៊ីខ្សោយសមត្ថភាពនាងនេះជាអ្វីដែលនាងចង់បានមែនទេហួសហេតុពេកហើយអត់មិនហ៊ានទេឆាប់ចោលចាញ់ទៅហើយទទួលស្គាល់ថានគររបស់នាងអន់តែផ្ដាស់អើយហេយ៉ាបងស្រីយូស៊ូកុំច្រឡំជាមួយពួកវាអីតាមពិតចេតនារបស់វាគឺចង់ធ្វើឲ្យពួកយើងហ្នឹងណាទុកឲ្យខ្ញុំមិនបាច់លោកទេខ្ញុំតែម្នាក់ឯងគ្រប់គ្រាន់ហើយយើងអាចប្រគួតឈ្នះទៀតអានេះស្នប់ចិត្តអាចទៅរួចអត់ហ្នឹងចំធីងគេមានសមត្ថភាពដោយសារតែគេបានហាត់ក្បាច់គុនតាំងពីក្មេងមកម៉េខ្ញុំជឿជាក់លើសមត្ថភាពរបស់គេពីព្រោះគេបានហាត់ជាមួយគ្រូច្រើនអ្នកណាស់អស់ល្អិតនោះប្រគួតចាញ់ខ្ញុំហើយពេលនេះបើជាមនុស្សស្រីតូចច្រឡឹងមកប្រគួតជាមួយខ្ញុំទៀតឯកថាស្រួលឯកោះចាមកដល់ហើយមើលទៅហើយរឿងតូចឈប់ចុះមកអាចទៅថតនឹងអាចធ្វើឲ្យរឿងស្លាប់បាត់ឆាប់ចុះបោនាងតូចច្រឡឹងបងអើយនាងលឺពួកគេនិយាយទេយល់អោបនាងឆាប់ចុះចាញ់ហើយទៅបើចាត់ចូលស៊ុបអឺចាប់និយាយផ្ដេសផ្ដាស់តែពួកមនុស្សឆ្លេតដូចឯងណាបាក់ខ្លាំងចូលមកអូខេយូបើនាងចង់បានបែបនឹងទៅហើយអញ្ចឹងយើងជូនតាមតំណពោតែម្ដងតែប្រាប់មកហើយយើងអត់ចង់វាយមនុស្សស្រីទេបើគេថាយើងថោកតែនាងឲ្យយើងវាយត្រូវតែវាយកុំនិយាយច្រើនអត់បានការឯងមករស់ស្លាប់ហើយស្រីតូចច្រឡឹងមិនបាច់ខំប្រឹងគ្រាន់តែឯរបស់យើងតែប៉ុណ្ណឹងទេចង់វ៉ាន់ឈីងឆាប់ដកថយមកអាយ៉ទៅនាងតូចចង់វាយអូនបងមែនណាចង់មិនដែរលេងយ៉ាងទៅលេងអីអាចជិះថាជូតតាមសម្លពោតែម្ដងទៅអាចជួងវ៉ាវ៉ាន់ឈីងវ៉ាន់ឈីងមិនអីមែនទេវ៉ាន់ឈីងអូចាំមិនដែរកម្លាំងដៃមកប៉ុណ្្នឹងគឺខ្លាំងដែរអត់ទេបងស្រីខ្ញុំឈឺណាស់អាយហ៊ានធ្វើបាបអនាគតប្រពន្ធទី2របស់យើងផងអីអ្នកចាំបានគូសុំរបស់យើងគឺមិនតាន់អត់កម្លាំងនៅឡើយទេប៉ុន្តែមើលចាស់អ្នកក្លាហានជូបែរជាចុកខ្សោយទៅហើយចាំយកឈ្នះពួកយើងទៅអាយុគិតថាកូនចៅរបស់នេះប្រកែកខ្លាំងពេកណាស់មែនទេដាល់របស់លោកក៏កំប្រកែកកន្លោះពេកបាត់ពិតជាក្លាហានមែននោះហេតុអីក៏មិនចុះប្រយុទ្ធទេអាយ៉ានិយាយចង់ផ្គឿនឯតានេះអាណាខ្លាចពួកនាងទៅអញ្ចឹងបាត់ពិតជាក្លាហានមែននោះចូលមកនេះកំពុងតែរស់ស្ដីស្លាប់ខ្លួនឯងហើយស្លាប់បាត់គួរឲ្យស្ដាយខ្លាំងណាស់សាជូតោះពួកយើងត្រៀមខ្លួនល្អអេសូបូផាន់ចង់ចាញ់តែអញ្ចឹងមែនទេហើយបានឈិញក្រៅរបស់អត់ខ្ញុំឃើញតើប៉ុន្តែខ្ញុំទៅរៀបចំខ្លួនសិនចាំតិចប្រពន្ធទី1ចាំអីទេតើចាំតិចទៀតនាងនឹងដឹងហើយល្អតោះចាំតិចណាចាំតិចណាអូខេលោកអេយ៉ាងមិនទៅវិញក៏ពិតអាប្រែតនោះទៅបាត់ហើយនឹងត្រូវហើយស្មានតែខ្លាំងវិញថ្ងៃនេះគឺជារាជបត្រាហានហងនៅនគរមហាសង្ឃឯងគ្រាន់តែនិយាយប្រមាណម៉ាត់ក៏រត់ទៅបាត់បកកែណាស់អារឿងសំដីពួកឯងគឺសិតតែជាសត្វកណ្ដុរបាត់បែបនេះហាគ្រប់គ្រងប្រទេសជាតិយ៉ាងម៉េចទេពួកជានិយាយសំដីប្តីផ្ដាស់ពីហើយត្រូវហើយយើងគឺសាច់កងមិនទៅណាទាំងអស់ប៉ុន្តែទាំងអស់គ្នាឃើញហើយមែនទេអត់មានអ្នកណាហ៊ានឡើងប្រយុទ្ធទេដូច្នេះយើងប្រាប់អ្នកទាំងអស់គ្នាទៅចោះចាញ់ឲ្យហើយទៅតែចំពោះមុខរាជទូតរបស់យើងគឺត្រូវនិយាយថាសមត្ថភាពរបស់អ្នកទាំងអស់គ្នាខ្សោយណាស់ណ៎ណាអូន